ថ្ងៃនេះខ្ញុំសូមលើកយកសៀវភៅមួយក្បាលមកធ្វើការសង្ខេបជូនអ្នកទាំងអស់គ្នាដែលមានចំណងជើងថា Simplify ពាក្យ Simplify នេះគឺជាពាក្យបច្ចេកទេសមួយដែលគេប្រើនៅក្នុងការ design ផលិតផលឬសេវាកម្មហើយលោក Richard Koch បានយកសៀវភៅមួយក្បាលនេះមកធ្វើការបកស្រាយបំភ្លឺនៅទ្រឹស្ដីនេះឡើងវិញផលិតផលរបស់ក្រុមហ៊ុនធំៗមួយចំនួនដូចជា Apple, Amazon, IKEA ជាដើមផលិតផលរបស់គេសុទ្ធតែគោរពតាមគោលការណ៍ Simplify នេះទាំងអស់អ្នកដែលធ្លាប់ចូល IKEA ប្រកាសជាដឹងវាមិនត្រឹមតែជាផ្សារទំនើបលក់គ្រឿងសង្ហារិមនិងសម្ភារៈផ្ទះបាយដែលទាន់សម័យប៉ុណ្ណោះទេវាអាចនិយាយបានថាជាកន្លែងដើរលេងចុងសប្តាហ៍ជាលក្ខណៈគ្រួសារផងដែរអ្នកខ្លះចូលចិត្តទៅដើរមើល IKEA នៅចុងសប្តាហ៍ព្រោះវាមានទីធ្លាទូលំទូលាយគ្រឿងសង្ហារិមសម្ភារៈប្រើប្រាស់គ្រប់ប្រភេទផលិតផលគុណភាពល្អតម្លៃថោកងាយស្រួលប្រើនិងបទពិសោធន៍នៃការ shopping ក៏មានភាពប្លែកពីគេដែរគេមានតាំងពីភោជនីយដ្ឋានកន្លែងក្មេងលេងនៅក្នុងនោះទៀតផងគេបានរៀបចំ design ជារាងបន្ទប់តូចៗខ្លះ30ម៉ែត្រការ៉េខ្លះ50ម៉ែត្រការ៉េខ្លះ100ម៉ែត្រការ៉េចូលទៅមានអារម្មណ៍ថាដូចជាដើរចូលក្នុងបន្ទប់ក្នុងក្តីស្រមៃរបស់ខ្លួនអញ្ចឹងរាល់ផលិតផលរបស់ IKEA គឺរចនាឡើងតាមគោលការណ៍ Simplify នេះឯងជាង20ឆ្នាំមកនេះអ្នកនិពន្ធបានសិក្សាស្រាវជ្រាវពីក្រុមហ៊ុនធំៗជាច្រើនហើយគាត់បានបូកសរុបមកថាគ្រប់ក្រុមហ៊ុនធំៗទាំងអស់នៅលើលោកដែលបង្កើតផលិតផលមហិមានិងជោគជ័យជាច្រើនសុទ្ធតែមានចំណុចរួមគ្នាមួយគឺគេចេះធ្វើឲ្យផលិតផលរបស់គេកាន់តែសាមញ្ញទៅយល់ពីគោលការណ៍មួយនេះហើយនោះអ្នកអាចនឹងក្រឡេកទៅមើលអាជីវកម្មរបស់អ្នកមិនថាពេលនេះអ្នកកំពុងតែលក់ផលិតផលឬបម្រើសេវាកម្មនោះទេតើអ្នកអាចយកគោលការណ៍នេះទៅអនុវត្តខ្លះឬអត់សៀវភៅមួយក្បាលនេះនិពន្ធដោយលោក Richard Koch ដែលជាអ្នកវិនិយោគនិងជាអ្នកនិពន្ធដ៏ល្បីឈ្មោះម្នាក់គាត់បានលើកឡើងនៅទ្រឹស្ដី820ដែលនិយាយថា 80% នៃចំណូលរបស់ក្រុមហ៊ុនអាចបានមកពី 20% នៃប្រតិបត្តិការទាំងមូលសហនិពន្ធមួយរូបទៀតមានឈ្មោះថា Greg Lockwood គឺជាអ្នកវិនិយោគល្បីឈ្មោះនិងធ្លាប់បានប្រឹក្សាយោបល់ទៅកាន់ក្រុមហ៊ុនធំៗជាច្រើនដូចជា IBM, Accenture ជាដើមសៀវភៅមួយក្បាលនេះជាស្នាដៃនិពន្ធរួមគ្នារបស់អ្នកទាំងពីរដែលពួកគេបានអង្កេតពីដំណើរធុរកិច្ចដ៏វែងឆ្ងាយរបស់ក្រុមហ៊ុនធំៗជាច្រើនគូផ្សំនឹងបទពិសោធន៍ការងារដ៏សម្បូរបែបមកធ្វើការបកស្រាយពីអត្ថន័យនៃពាក្យ Simplify នេះថែមទាំងបានរៀបរាប់ពីការប្រើប្រាស់និងរបៀបដែលត្រូវបានគេអនុវត្តទ្រឹស្ដីនេះនៅក្នុងអាជីវកម្មផងដែរខាងក្រោមនេះខ្ញុំមកធ្វើការបែងចែកខ្លឹមសារសំខាន់ៗនៅក្នុងសៀវភៅនេះជា3ផ្នែកផ្នែកទី1យើងមកមើលពីគោលការណ៍សាមញ្ញទាំងពីរគឺគោលការណ៍កំណត់តម្លៃនិងគោលការណ៍ design ផ្នែកទី2យើងមកណែនាំពីរបៀបប្រើប្រាស់គោលការណ៍ទាំងពីរនេះនិងផ្នែកទី3យើងមកធ្វើការពិភាក្សាគ្នាថាតើគោលការណ៍ទាំងពីរនេះមានប្រសិទ្ធភាពអ្វីខ្លះមកកាន់អាជីវកម្មយើងចំណុចទី1យើងមកមើលពីគោលការណ៍ទាំងពីរខាងលើគោលការណ៍កំណត់តម្លៃនិងគោលការណ៍ design មានន័យថាម៉េចទៅទី1និយាយពីគោលការណ៍កំណត់តម្លៃនិយាយឲ្យស្រួលយល់គឺលក់ឲ្យថោកធ្វើយ៉ាងណាឲ្យតម្លៃផលិតផលដែលអ្នកលក់ទៅកាន់ទីផ្សារថោកជាងគេពាក់កណ្ដាលឬអាចទាបជាងនេះធ្វើបែបនេះនឹងអាចចាប់ចំណែកទីផ្សារបានទូលំទូលាយអ្នកប្រកាសជាប្រតិកម្មថាលក់ថោកជាងគេបើមិនគុណភាពអន់ជាងគេទេក៏ត្រូវលក់ខាតដើមដែររកស៊ីបែបនេះមិនទាំងកើតទៅតែគោលការណ៍កំណត់តម្លៃនៅទីនេះមិនមែនចង់និយាយពីតម្លៃអ្នកលក់ទៅកាន់អតិថិជនចុងក្រោយថោកជាងអ្នកដទៃតែមួយមុខនោះទេគោលការណ៍នេះចង់ឲ្យយើងក្រឡេកមើលពីការកំណត់ឡើងវិញនៅសង្វាក់ផលិតកម្មទាំងមូលតាំងពីការរចនាម៉ូដការប្រើវត្ថុធាតុដើមខ្សែសង្វាក់ផ្គត់ផ្គង់និងប្រព័ន្ធចែកចាយទាំងមូលជាដើមធ្វើយ៉ាងណាកាត់បន្ថយដើមទុនផលិតឲ្យតិចបំផុតដើម្បីអាចលក់ក្នុងតម្លៃទាបជាងគេក្នុងទីផ្សារលើកឧទាហរណ៍មួយជោគជ័យដ៏ធំមួយរបស់លោក Henry Ford ស្ថាបនិក Ford Motor គឺរថយន្ត Ford Model T រថយន្ត model នេះបានធ្វើឲ្យ Ford ប្រែក្លាយជា brand រថយន្តប្រណិតទៅជា brand រថយន្តទូទៅដែលមនុស្សសាមញ្ញធម្មតាក៏អាចទិញជិះបានដែរគ
ក៏ព្រោះតែវាមានតម្លៃថោកជាង model មុនរបស់រថយន្ត Ford តែបញ្ហាត្រង់ថា Ford ធ្លាប់តែផលិតរថយន្តទំនើបសម្រាប់អភិជនពេលនេះផលិតរថយន្តថោកបែបនេះធ្វើយ៉ាងណាទើបអាចគ្រប់គ្រងថ្លៃដើមបានទៅបើប្រើសង្វាក់ផលិតកម្មចាស់ប្រកាសជាមិនអាចកាត់បន្ថយថ្លៃដើមបានហើយកាលពីមុនការផលិតឡានត្រូវគេផ្គុំដោយដៃនិងកម្លាំងមនុស្សផ្គុំឡានមួយគ្រឿងត្រូវប្រើពេលរហូតដល់ជាង700ម៉ោងឯណោះក្រោយមក Henry Ford បានបង្កើតនូវខ្សែសង្វាក់ផលិតកម្មមួយដែលសម្រួលដល់ការផលិតបានមួយផ្នែកធំកាត់បន្ថយទាំងកម្លាំងពលកម្មដើមទុននិងពេលវេលាផ្គុំឡានមួយគ្រឿងត្រូវការពេលតែ90នាទីប៉ុណ្ណោះដើម្បីដើរឲ្យទាន់សង្វាក់ផលិតកម្មថ្មីនេះ Ford បានកំណត់ថារថយន្ត Ford ទាំងអស់មានតែមួយពណ៌ទេគឺពណ៌ខ្មៅព្រោះមានតែថ្នាំពណ៌ខ្មៅរបស់ជប៉ុនទេដែលអាចស្ងួតលឿនទាន់សង្វាក់ផលិតកម្មថ្មីនេះអ្នកថាទៅមើលវាជាបដិវត្តន៍ដ៏ធំមួយនៅក្នុងវិស័យផលិតរថយន្តដែរឬទេក្រៅពីការកែតម្រង់ទៅលើសង្វាក់ផលិតកម្មហើយ Ford ក៏បានជ្រើសរើសប្រើប្រាស់វត្ថុធាតុដើមផ្សេងដែរនៅក្នុងការផលិតថ្មីនេះគាត់បានប្រើដែកមួយប្រភេទដែលមានឈ្មោះថា Vanadium Steel ដែលជាប្រភេទដែកស្រាលនិងរឹងមាំតែដែកប្រភេទនេះមានផលិតតែនៅក្នុងប្រទេសបារាំងទេនៅសហរដ្ឋអាមេរិកមិនមានផលិតឡើយ Henry Ford ក៏បានសម្រេចចិត្តបើករោងចក្រផលិតដែកប្រភេទនេះដោយខ្លួនឯងនៅលើទឹកដីអាមេរិកដើម្បីកាត់បន្ថយថ្លៃដើមអ្នកប្រកាសជានិយាយថាកុំលេងសើចបង្កើតរោងចក្រផលិតវត្ថុធាតុដើមមានតែបង្កើនចំណាយហេតុអ្វីបានជានិយាយថាជាការកាត់បន្ថយថ្លៃដើមទៅវិញយើងក៏ត្រូវមើលពីអត្ថប្រយោជន៍របស់វាធៀបនឹងចំណាយដែរបើវាចំណេញខ្លាចអ្វីនឹងធ្វើដែក Vanadium មានភាពរឹងមាំជាងដែកធម្មតាជាច្រើនដងប្រើប្រាស់វត្ថុធាតុដើមដែលមានលក្ខណៈពិសេសពីររួមគ្នាស្រាលហើយមាំបែបនេះពិតជាពិបាករកណាស់អ្វីដែលសំខាន់គឺវាថោកតែបើនាំចូលពីប្រទេសបារាំងត្រូវអស់ថ្លៃដឹកជញ្ជូនច្រើននិងចំណាយពេលយូរបើផលិតខ្លួនឯងប្រកាសជាអាចកាត់បន្ថយចំណាយច្រើនគ្រាន់តែពេលចាប់ផ្ដើមដំបូងត្រូវការវិនិយោគធំបន្តិចតែមិនអីទេ Henry Ford ជាមនុស្សមានលុយការដែលកែទម្រង់ខ្សែសង្វាក់ផលិតកម្មនិងប្រើប្រាស់វត្ថុធាតុដើមល្អឯកបែបនេះមានការប្រែប្រួលយ៉ាងណាខ្លះទៅនៅក្នុងសម័យនោះរថយន្ត Ford Model T ត្រូវបានគេលក់ក្នុងតម្លៃថោកជាងគេគួរឲ្យភ្ញាក់ផ្អើលនៅលើទីផ្សារគិតមកត្រឹមឆ្នាំ1920រថយន្តនេះលក់ក្នុងតម្លៃថោកជាងរថយន្តគំរូទី1រហូតដល់ទៅ3ដងនិងលក់បានជាង1,25,000 គ្រឿងកើនឡើង781ដងចាប់ចំណែកទីផ្សាររថយន្តបានជាង6ភាគទៅហើយដោយសារតែរថយន្តមួយនេះ Ford ត្រូវបានគេទទួលស្គាល់ជុំវិញពិភពលោកក្លាយជាក្រុមហ៊ុនផលិតរថយន្តនាំមុខគេទី1នៅសហរដ្ឋអាមេរិកនេះគឺដោយសារតែគេហ៊ានធ្វើកំណែទម្រង់ទៅលើសង្វាក់ផលិតកម្មនិងវត្ថុធាតុដើមរបស់វាទើបអាចឲ្យគេលក់ថោកជាងតម្លៃទីផ្សារចាប់ចំណែកទីផ្សារបានច្រើនជាងមុនដូច្នេះប្រសិនបើយើងមានវិធីធ្វើឲ្យផលិតផលរបស់យើងថោកជាងតម្លៃទីផ្សារពាក់កណ្ដាលនោះវានឹងមានតម្រូវការច្រើនជាងមុនឆ្ងាយមិនមែនកើនឡើង1ដងឬ2ដងប៉ុណ្ណោះទេវាអាចកើនឡើង100ដងឬ1000ដងឯណោះដូច្នេះគោលការណ៍កំណត់តម្លៃលក់ផលិតផលឲ្យថោកជាងទីផ្សារមិនត្រឹមតែអាចយកឈ្នះដៃគូប្រកួតប្រជែងនៅលើទីផ្សារប៉ុណ្ណោះទេថែមទាំងអាចទទួលបាននូវលាភសក្ការៈជាច្រើននឹកស្មានមិនដល់ឡើយនិយាយចប់ពីគោលការណ៍កំណត់តម្លៃហើយយើងមកមើលគោលការណ៍ design វិញម្ដងគោលការណ៍នេះមានន័យថាការរចនាផលិតផលឬសេវាកម្មត្រូវតែមានភាពសាមញ្ញនិងងាយស្រួលប្រើប្រាស់បើប្រៀបធៀបជាមួយនឹងគោលការណ៍កំណត់តម្លៃមានភាពផ្ទុយគ្នាព្រោះគេមិនបានយកចិត្តទុកដាក់ក្នុងការបន្ថយដើមទុនធ្វើយ៉ាងណាឲ្យផលិតផលលក់ថោកជាងគេនោះទេតែបែរជាសង្កត់ធ្ងន់ទៅលើរចនាបថបទពិសោធន៍ក្នុងការប្រើប្រាស់មុខងារពិសេសធ្វើយ៉ាងណាឲ្យអ្នកប្រើប្រាស់ទទួលបានរបស់ល្អនិងងាយស្រួលប្រើប្រាស់លើកឧទាហរណ៍មួយដូចជាកម្មវិធីទូរស័ព្ទ App ដែលយើងប្រើប្រាស់សប្តាហ៍ថ្ងៃដូចជាកម្មវិធីហៅតាក់ស៊ីគ្រាន់តែដៅចំណុចដែលអ្នកចង់ទៅនោះនឹងមានតាក់ស៊ីមកយកអ្នកភ្លាមដូចជា website Google ជាដើមនៅក្នុងទំព័រដើមរបស់គេមានតែប្រអប់ស្វែងរកព័ត៌មានប៉ុណ្ណោះមិនមានអ្វីរញ៉េរញ៉ៃច្រើននោះទេតែគេជាក្រុមហ៊ុនដែលមានតម្លៃខ្លួនរាប់ពាន់លានដុល្លារឯណោះយើងក្រឡេកមកមើលក្រុមហ៊ុន Airbnb
ដែលជា website ជួលផ្ទះស្នាក់នៅរយៈពេលខ្លីវិញបើសិនជាអ្នកមានផ្ទះបន្ទប់ទទេរឬគ្រាន់តែគ្រែមួយឬសាឡុងមួយក៏អាចយកវាទៅដាក់ជួលនៅក្នុង website Airbnb បានដែរគំរូអាជីវកម្មរបស់គេមានភាពសាមញ្ញនិងអាចពង្រីកទីផ្សារបានច្រើនប្រទេសជុំវិញពិភពលោកសប្តាហ៍ថ្ងៃ website នេះមានតម្លៃខ្លួនជាង$113,000 លានឯណោះដូច្នេះភាពសាមញ្ញបានមកពីការរចនាហើយជាទូទៅអ្វីដែលសាមញ្ញតែងតែមានភាពងាយស្រួលនិងទទួលបានការគាំទ្រច្រើនពីអ្នកប្រើប្រាស់ក្រោយពេលដែលយើងបកស្រាយពីអត្ថន័យនៃគោលការណ៍ទាំងពីរខាងលើនេះហើយយើងមកមើលបន្តិចពីភាពខុសគ្នានៃគោលការណ៍ទាំងពីរនេះទី1គឺការកំណត់ទៅលើទីផ្សារគោលដៅផ្សេងគ្នាគោលការណ៍កំណត់តម្លៃសង្កត់ធ្ងន់ទៅលើតម្លៃថោកអតិថិជនគោលដៅមានភាពទូលំទូលាយនិងទទួលបានប្រាក់ចំណេញតិចតែលក់បានច្រើនរីឯគោលការណ៍ design វិញសង្កត់ធ្ងន់ទៅលើគុណភាពបទពិសោធន៍ក្នុងការប្រើប្រាស់ប្រណិតភាពជាដើមទីផ្សាររបស់គេមិនជាធំណាស់ណាទេតែគេអាចលក់ក្នុងតម្លៃថ្លៃនិងចំណេញច្រើនដោយសារតែការកំណត់អតិថិជនគោលដៅផ្សេងគ្នាទើបគេសម្រេចជ្រើសយកគោលការណ៍ផ្សេងគ្នាមកអនុវត្តការរៀបចំយុទ្ធសាស្ត្រទីផ្សារនិងការរៀបចំធនធានក៏មានភាពខុសគ្នាដែរអាជីវកម្មដែលជ្រើសរើសយកគោលការណ៍កំណត់តម្លៃជាគោលជាទូទៅអាចចាប់យកចំណែកទីផ្សារបានច្រើននិងមានស្ថិរភាពជាងព្រោះគេបានកាត់បន្ថយថ្លៃដើមបញ្ចុះតម្លៃដល់កម្រិតទាបបំផុតទៅហើយបើមានដៃគូប្រកួតប្រជែងថ្មីចូលមកដណ្ដើមចំណែកទីផ្សារក៏មិនប្រកាសថាអាចធ្វើឲ្យថោកជាងអ្វីដែលមានស្រាប់នៅលើទីផ្សារដែរតែចំពោះអ្នកដែលជ្រើសយកគោលការណ៍ design វិញគឺទាមទារឲ្យមានភាពបត់បែននិងការច្នៃប្រឌិតខ្ពស់បើមិនមាននវានុវត្តន៍និងការរីកចម្រើនឥតឈប់ឈរនោះទេប្រកាសជាមានដៃគូប្រកួតប្រជែងថ្មីដែលធ្វើបានល្អជាងនេះឧទាហរណ៍ដូចជាទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple ការដែលប្រែទូរស័ព្ទចុចប៊ូតុងធំៗទៅជា smartphone ដែលអាចចុចផ្ទាល់នៅលើអេក្រង់បានគឺជាការបង្កើតថ្មីដ៏អស្ចារ្យក៏ជាបដិវត្តន៍មួយដ៏សំខាន់នៅក្នុងវិស័យផលិតទូរស័ព្ទចល័តទោះបីជាអ្នកដែលបានណែនាំបច្ចេកវិទ្យាថ្មីនេះមិនមែនជាក្រុមហ៊ុន Apple ក៏ដោយតែបើនិយាយពីវិស័យទូរស័ព្ទ smartphone Apple ធ្វើបានល្អជាងគេតែបើគេមិនបន្តការច្នៃប្រឌិតមិនចេះចប់នោះតំណែងជាកំពូលទូរស័ព្ទ smartphone មិនប្រកាសថាជារបស់ Apple ជារៀងរហូតនោះទេព្រោះអាចនឹងមានក្រុមហ៊ុនផ្សេងទៀតធ្វើបានល្អជាងនេះជាក់ស្ដែងក្រុមហ៊ុនចិន Xiaomi ក៏កំពុងតែតាមយ៉ាងកកិតជាមួយក្រុមហ៊ុន Apple ដែរដូច្នេះបើក្រុមហ៊ុនរបស់អ្នកចង់យកគោលការណ៍ Simplify នេះមកអនុវត្តត្រូវជ្រើសរើសគោលការណ៍មួយក្នុងចំណោមគោលការណ៍ទាំងពីរខាងលើនេះតើធ្វើយ៉ាងណាទើបអាចដឹងថាក្រុមហ៊ុនរបស់អ្នកស័ក្តិសមនឹងគោលការណ៍ណាមួយទៅសៀវភៅមួយក្បាលនេះបានប្រាប់អ្នកទាំងអស់គ្នាពីវិធីធ្វើតេស្តច្រើនយ៉ាងតាំងពីវប្បធម៌ក្រុមហ៊ុនស្ថានភាពទីផ្សារចក្ខុវិស័យនិងបេសកកម្មក្នុងក្រុមហ៊ុនជាដើមដើម្បីធ្វើការវិតម្លៃថាអ្នកគួរជ្រើសរើសយកគោលការណ៍មួយណាមកអនុវត្តការធ្វើតែនេះមានភាពស្មុគស្មាញបន្តិចខ្ញុំមិនលើកឡើងបង្ហាញជូនអ្នកទាំងអស់គ្នានៅទីនេះទេបើសិនជាអ្នកទាំងអស់គ្នាចង់ស្វែងយល់ឲ្យកាន់តែស៊ីជម្រៅអ្នកអាចរកទិញសៀវភៅមួយក្បាលនេះបានតទៅនេះយើងចូលមកដល់ខ្លឹមសារសំខាន់ទី2តើគោលការណ៍ទាំងពីរខាងលើនេះគេប្រើប្រាស់វាយ៉ាងម៉េចទៅយើងលើកគោលការណ៍ទី1មកនិយាយបើនិយាយពីគោលការណ៍កំណត់តម្លៃគឺធ្វើអ្វីគ្រប់យ៉ាងដើម្បីតែកាត់បន្ថយថ្លៃដើមដើម្បីអាចលក់ទៅកាន់អតិថិជនចុងក្រោយក្នុងតម្លៃថោកបំផុតតាមតែអាចធ្វើទៅបានបើសិនជាអ្នកអាចលក់បានថោកជាងផលិតផលដែលមានស្រាប់នៅលើទីផ្សារ2ដងឬច្រើនជាងនេះនោះនឹងមានការលក់ផ្ទុះខ្លាំងនៅលើទីផ្សារដើម្បីអាចសម្រេចកិច្ចការនេះបានមិនមែនជារឿងងាយស្រួលទេតែក៏នៅតែមានវិធីដែរនៅក្នុងសៀវភៅនេះគេបានណែនាំ9ជំហានដើម្បីឲ្យយើងអនុវត្តដែលនៅទីនេះយើងធ្វើការសរុបមកជា3ជំហានជំហានទី1 Design ផលិតផលឡើងវិញជំហានទី2ការកំណត់គំរូអាជីវកម្មឡើងវិញនិងជំហានទី3ការពង្រីកទីផ្សារដំបូងយើងនិយាយពីជំហានទី1 Design ផលិតផលឡើងវិញកាត់បន្ថយឬលុបចោលនៅមុខងារឬផ្នែកដែលមិនចាំបាច់ទុកតែអ្វីដែលសំខាន់ជាងគេឬអ្វីដែលអ្នកធ្វើបានល្អជាងគេប៉ុណ្ណោះតាមពិតទៅផលិតផលនៅលើទីផ្សារមានមុខងារសំខាន់តែមួយប៉ុណ្ណោះ
វាបង្កើតឡើងដើម្បីដោះស្រាយបញ្ហាណាមួយដែលសំខាន់ជាងគេតែដោយសារតែតម្រូវការទីផ្សារទើបធ្វើឲ្យផលិតផលនោះមានមុខងារកាន់តែស្មុគស្មាញឧទាហរណ៍ដូចជាក្នុងវិស័យអាកាសចរណ៍គេបង្កើតយន្តហោះឡើងគឺដើម្បីការធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយនៅជុំវិញពិភពលោកហេតុផលគឺដោយសារតែការធ្វើដំណើរតាមយន្តហោះជាមធ្យោបាយធ្វើដំណើរដ៏លឿនជាងគេមួយដូច្នេះអ្វីដែលសំខាន់ជាងគេគឺល្បឿនតែដោយសារតែនៅលើទីផ្សារមានតម្រូវការនិងការប្រកួតប្រជែងច្រើនធ្វើឲ្យក្រុមហ៊ុនផលិតយន្តហោះមួយចំនួនដូចជា Boeing និង Airbus ជាដើមចាប់ផ្ដើមយកចិត្តទុកដាក់ទៅលើផ្នែកផ្សេងៗជាច្រើនទៀតដូចជាធ្វើឲ្យយន្តហោះមានទំហំទូលាយជាងមុនកៅអីមានផាសុកភាពជាងមុនអាហារនៅលើយន្តហោះមានឱជារសឆ្ងាញ់ជាងមុនជាដើមទាំងនេះពិតជាបានធ្វើឲ្យបទពិសោធន៍ក្នុងការហោះហើរមានភាពប្រសើរជាងមុនច្រើនមែនតែការគិតគូរទៅលើរឿងរ៉ាវទាំងនេះបានធ្វើឲ្យគេឃ្លាតឆ្ងាយពីតម្រូវការស្នូលរបស់អ្នកធ្វើដំណើរគឺចង់បានការហោះហើរកាន់តែលឿនចំណេញពេលវេលានិងអស់ថវិកាទៅជាងមុនដូច្នេះយើងអាចនិយាយបានថានៅក្នុងវិស័យអាកាសចរណ៍គេនៅអាចប្រើប្រាស់គោលការណ៍កំណត់តម្លៃមកធ្វើការកែតម្រង់ថ្មីដើម្បីប្រកួតប្រជែងនៅលើទីផ្សារបានគឺធ្វើយ៉ាងណាឲ្យការហោះហើរកាន់តែថោកជាងមុនក្រុមហ៊ុនអាកាសចរ Air Asia ធ្វើវាបានល្អជាងគេយន្តហោះរបស់ក្រុមហ៊ុននេះមានតែមួយប្រភេទប៉ុណ្ណោះគឺ Boeing 737ការប្រើយន្តហោះតែមួយ model ដើម្បីប្រតិបត្តិការបែបនេះធ្វើឲ្យគេមិនចំណាយច្រើនទៅលើការថែទាំនិងការវឹកហាត់ទៅលើបុគ្គលិកបម្រើការលើយន្តហោះនៅលើយន្តហោះរបស់ airline នេះមិនមាន business class ទេគឺមានតែ economy class កៅអីទាំងអស់ត្រូវតម្រៀបជិតៗគ្នានិងមានតែមួយប្រភេទប៉ុណ្ណោះអាហារនៅលើនោះក៏មិនមានផ្ដល់ជូនដោយឥតគិតថ្លៃដែរបើអ្នកចង់ញ៉ាំអ្នកអាចទិញបានអីវ៉ាន់ដែលអនុញ្ញាតឲ្យយួរឡើងលើយន្តហោះក៏មិនមានច្រើនដែរត្រឹមតែ7គីឡូក្រាមប៉ុណ្ណោះតែបើអ្នកមានអីវ៉ាន់ច្រើនអ្នកអាចទិញគីឡូបន្ថែមបានធ្វើបែបនេះធ្វើឲ្យគេអាចលក់សម្បត្តិយន្តហោះបានថោកជាងដៃគូប្រកួតប្រជែងរបស់គេផ្សេងទៀតនៅក្នុងវិស័យនេះតម្លៃសម្បត្តិថោកជាងគេបែបនេះធ្វើឲ្យគេអាចចាប់យកចំណែកទីផ្សារបានច្រើននៅក្នុងរយៈពេលដ៏ខ្លីដូច្នេះការដែល design ផលិតផលសារឡើងវិញគឺក្នុងគោលបំណងកាត់បន្ថយថ្លៃដើមតាមរយៈការកាត់បន្ថយមុខងារឬផ្នែកដែលមិនចាំបាច់ទុកតែមុខងារឬផ្នែកណាដែលអ្នកធ្វើបានល្អជាងគេនិងសំខាន់ជាងគេប៉ុណ្ណោះឧទាហរណ៍មួយទៀតនៅពេលដែល Steve Jobs ត្រូវបានគេបណ្ដេញចេញពីតំណែងប្រធានក្រុមប្រឹក្សាភិបាលនៅក្នុងឆ្នាំ1985ហើយក្រោយមកត្រូវបានគេអញ្ជើញមកក្រុមហ៊ុន Apple វិញនៅក្នុងឆ្នាំ1997រឿងទី1ដែលគាត់ធ្វើមុនគេគឺកាត់បន្ថយផលិតផល Apple ណាដែលមិនចាំបាច់ចោលទុកតែផលិតផលណាដែល Apple ធ្វើបានល្អជាងគេ10ដងប៉ុណ្ណោះហើយផលិតផលរបស់គេមួយគឺកាន់តែសាមញ្ញឡើងការ design ទូរស័ព្ទ iPhone សាមញ្ញរហូតដល់លែងមានប៊ូតុង Home កាសតាំងពីមានខ្សែរហូតដល់អត់ខ្សែរហូតចុងក្រោយនេះគេផលិតឆ្នាំងសារឥតខ្សែជាដើមតទៅនេះយើងចូលមកដល់វិធីទី2ក្នុងការកាត់បន្ថយថ្លៃដើមគឺកំណត់គំរូអាជីវកម្មឡើងវិញខាងលើយើងបាននិយាយដល់ក្រុមហ៊ុនផលិតរថយន្ត Ford ដែលគេបានបង្កើតសង្វាក់ផលិតរថយន្តដោយស្វ័យប្រវត្តិនិងមិនប្រើកម្លាំងពលកម្មច្រើនបំណែកគ្រឿងបន្លាស់នានាដែលគេផលិតចេញមកមានភាពស្តង់ដារនិងអាចផលិតបានក្នុងចំនួនច្រើនដោយសារតែគេប្រើម៉ាស៊ីនស្វ័យប្រវត្តិនិងធ្វើឲ្យប្រសិទ្ធភាពការងារកើនឡើងនិងចំណាយដើមទុនតិចជាងមុនក្រុមហ៊ុន McDonald ក៏ប្រើប្រាស់ម៉ាស៊ីនសម្រាប់ធ្វើនំប៉័ងដើម្បីផលិត burger ដែរដែលធ្វើឲ្យនំរបស់គេផលិតបានលឿនមានទំហំនិងរសជាតិស្តង់ដារតែមួយដែលនេះធ្វើឲ្យគេអាចលក់ burger បានថោកទៅកាន់អតិថិជនរបស់គេមុននឹងធ្វើបែបនេះបានគេត្រូវបំពេញលក្ខខណ្ឌមួយគឺត្រូវអនុញ្ញាតឲ្យអតិថិជនចូលរួមបញ្ចេញយោបល់ដើម្បីឲ្យអ្នកទាំងអស់គ្នាងាយយល់យើងយកគំរូអាជីវកម្មរបស់ក្រុមហ៊ុន IKEA មកនិយាយអ្នកដែលធ្លាប់ដើរ shopping នៅក្នុងផ្សារលក់គ្រឿងសង្ហារិមមួយនេះប្រកាសជាទទួលបានបទពិសោធន៍មួយនេះនៅពេលដែលអ្នកដើរចូលផ្សារនេះគេគ្មានបុគ្គលិកខូចកន្ត្រកដាក់អីវ៉ាន់ឲ្យអ្នកនោះទេហើយក៏គ្មានបុគ្គលិកដើរតាមអ្នកបង្ហាញអ្នកពីនេះពីនោះដែរអ្នកត្រូវមើលផែនទីដោយខ្លួនឯងហើយដើរមើលដូចអ្នកដើរលេងកម្សាន្តនៅកន្លែងដើរលេងអញ្ចឹង
ស្រឡាញ់មួយណាយកមនុស្សហើយត្រូវដឹកទៅផ្ទះដោយខ្លួនឯងដំឡើងដោយខ្លួនឯងធ្វើបែបនេះ IKEA អាចសន្សំសំចៃបានច្រើនណាស់ហើយអតិថិជនក៏អាចទិញគ្រឿងសង្ហារឹមនិងសម្ភារៈផ្ទះបាយបានក្នុងតម្លៃថោកដែរដូចគ្នានេះដែរក្រុមហ៊ុនអាកាសចរណ៍មួយចំនួនមិនមានផ្ដល់អាហារសម្រន់ដោយឥតគិតថ្លៃឬមិនអនុញ្ញាតឲ្យយកអីវ៉ាន់ឡើងលើយន្តហោះធ្ងន់ពេកគឺដោយសារតែហេតុផលនេះឯងគឺគេសន្សំសំចៃថ្លៃសម្បត្តិយន្តហោះជូនអ្នកដំណើរបើសិនជាអ្នកចង់បានគីឡូច្រើនជាងនេះឬចង់បានអាហារសម្រន់ឆ្ងាញ់ៗអាចចំណាយបន្ថែមដើម្បីទទួលបានសេវាកម្មបន្ថែមនេះនិយាយចប់ពីការកំណត់គំរូអាជីវកម្មឡើងវិញហើយយើងមកមើលវិធីសាស្ត្រទី3នៅក្នុងការកាត់បន្ថយថ្លៃដើមគឺការពង្រីកទីផ្សារប្រសិនបើក្រុមហ៊ុនមួយសម្រេចបាននៅជំហានទាំងពីរខាងលើគឺ design ចេញនៅផលិតផលដែលមានមុខងារសាមញ្ញងាយស្រួលមានតម្លៃថោកហើយថែមទាំងមានគំរូអាជីវកម្មដែលជួយកាត់បន្ថយថ្លៃប្រតិបត្តិការបានទៀតនោះជំហានបន្ទាប់ដែលគេត្រូវយកចិត្តទុកដាក់គឺពង្រីកទីផ្សារឲ្យបានលឿនបំផុតមនុស្សជាច្រើនយល់ថានៅពេលដែលក្រុមហ៊ុនចំណេញតិចខំពង្រីកទីផ្សាររឹតតែធ្វើឲ្យក្រុមហ៊ុនចំណាយច្រើនឬពេលខ្លះខាត់ដើមទៀតផងប៉ុន្តែនៅក្នុងសៀវភៅនេះបានបង្ហាញថាបើសិនជាយើងជ្រើសយកយុទ្ធសាស្ត្រកំណត់តម្លៃថោកជាងទីផ្សារមកធ្វើការប្រកួតប្រជែងសូមកុំទុកចន្លោះឲ្យអ្នកដទៃចូលមកឲ្យសោះឲ្យតែអ្នកហ៊ានបន្ធូរដៃតែបន្តិចនោះនឹងមានអ្នកថ្មីចូលមកលក់ថោកជាងអ្នកហើយចុងក្រោយវានឹងក្លាយជាទីផ្សារសមុទ្រក្រហមឧទាហរណ៍ដូចជាករណីក្រុមហ៊ុន Coca-Cola ប្រកួតប្រជែងជាមួយនឹង Pepsi នៅក្នុងតំបន់មជ្ឈិមបូព៌ាអ្នកទាំងអស់គ្នាដឹងហើយថា Coca-Cola ជាអធិរាជ soft drink ជាប់ចំណាត់ថ្នាក់លេខ1នៅលើโลกគ្មានអ្នកណាអាចប្រៀបធៀបបានឡើយតែនៅក្នុងតំបន់មជ្ឈិមបូព៌ាបែរជាចាញ់ក្រោមដៃ Pepsi ទៅវិញដំបូងក្រុមហ៊ុន Coca-Cola បង្កើតរោងចក្រនៅក្នុងប្រទេសអ៊ីស្រាអែលតែក្រោយមកត្រូវបានប្រទេសអារ៉ាប់រួមមិនអនុញ្ញាតឲ្យផលិតព្រោះ Pepsi បានចាប់ចំណុចចន្លោះប្រហោងមួយនេះបង្កើតរោងចក្របានមុនលក់ក្នុងតម្លៃថោកនិងបរិមាណច្រើនជាង Coca-Cola ហើយលក់ទៅកាន់គ្រប់ទីក្រុងគ្រប់ទីកន្លែងនៅក្នុងតំបន់មជ្ឈិមបូព៌ាទៅហើយរហូតមកដល់ពេលនេះ Pepsi នៅតែជាអ្នកកាន់កាប់ទីផ្សារដ៏ធំជាងគេនៅក្នុងវិស័យភេសជ្ជៈដែលមិនមានអ្នកតាមទាន់នៅឡើយសរុបសេចក្តីមកវិញការដែលជ្រើសរើសគោលការណ៍កំណត់តម្លៃមកវិលលោកទីផ្សារកាត់បន្ថយថ្លៃដើមលក់ឲ្យថោកជាងដៃគូប្រកួតប្រជែងដែលមានស្រាប់នៅលើទីផ្សារអ្នកត្រូវអនុវត្តនៅ3ជំហានខាងលើនេះគឺ design ផលិតផលឡើងវិញកំណត់គំរូអាជីវកម្មជាថ្មីនិងពង្រីកទីផ្សារឲ្យបានលឿនជាងអ្នកដទៃទើបអាចទទួលបានជោគជ័យតទៅនេះយើងមកមើលគោលការណ៍ទី2គឺគោលការណ៍ design វិញម្ដងដែលគោលការណ៍នេះគេមិនខ្វល់ពីតម្លៃឬការកាត់បន្ថយថ្លៃដើមនោះទេគេយកចិត្តទុកដាក់ទៅលើការរចនាផលិតផលឬសេវាកម្មគឺធ្វើបែបណាឲ្យមានភាពទាក់ទាញផ្ដល់ផាសុកភាពនិងភាពស៊ីវិល័យជូនអ្នកប្រើប្រាស់ដើម្បីសម្រេចបាននូវគោលការណ៍នេះទាមទារឲ្យអ្នកបំពេញនូវលក្ខខណ្ឌ3យ៉ាងគឺធ្វើឲ្យផលិតផលឬសេវាកម្មរបស់អ្នកកាន់តែសាមញ្ញមានមុខងារច្រើននិងមានភាពស្រស់ស្អាតយើងមកមើលលក្ខខណ្ឌទី1គឺធ្វើឲ្យកាន់តែសាមញ្ញនៅពេលដែលផលិតផលឬសេវាកម្មរបស់អ្នកសាមញ្ញនិងមានមនុស្សកាន់តែច្រើនប្រើប្រាស់វាបែបណាទៅហៅថាសាមញ្ញគឺត្រូវបំពេញនូវលក្ខខណ្ឌ5យ៉ាងខាងក្រោមនេះទី1កាត់បន្ថយមុខងារដែលមិនចាំបាច់ទី2ងាយស្រួលបើកបិទទី3ប្រើទៅលឿនទី4ទម្ងន់ស្រាលទំហំតូចនិងទី5ងាយរកទិញឧទាហរណ៍ដូចជាទូរស័ព្ទ iPhone ដំបូងគេដកចេញប៊ូតុងចុចរកវិធីធ្វើយ៉ាងណាឲ្យវាអាចដំណើរការបានដោយមិនប្រើប៊ូតុងប្រើតែដៃឬប៊ិចបន្ទាប់មកគេដកប៊ិចចេញប្រើតែដៃមនុស្សក៏អាចបញ្ជាវាបានដែររហូតដល់ឥឡូវនេះសូម្បីតែប៊ូតុង Home ក៏គ្មានដែរបើកសោប្រើតែមុខឬស្នាមក្រយៅដៃក៏អាចដំណើរការបានដែរឧទាហរណ៍មួយទៀតដូចជាម៉ាស៊ីនចាក់ MP3 Sony Walkman របស់ក្រុមហ៊ុន Sony គេចង់បង្កើតម៉ាស៊ីន MP3 ដ៏តូចច្រឡឹងមួយជំនួសឲ្យម៉ាញ៉េធំដែលស្ទាវលីដើរតាមផ្លូវដំបូងគេដកមុខងារថតសំឡេងចេញទុកតែមុខងារ play បទចម្រៀងប៉ុណ្ណោះបន្ទាប់មកដកកាសនៅលើក្បាលចេញបដូរទៅជាកាសញាត់នៅក្នុងត្រចៀកវិញ
ក្រោយមកដកខ្សែចេញទៀតក៏คล้ายជាកាស Bluetooth ការដែលរចនាបែបថ្មីស៊ីវិល័យបែបនេះធ្វើឲ្យ Sony Walkman ទទួលបានជោគជ័យដ៏លើសលប់ស៊ីដាច់មញ៉េប្រភេទធំៗនៅសម័យនោះហើយក្រោយមកដោយសារតែវត្តមានរបស់ iPod ក៏ធ្វើឲ្យ Sony Walkman បាត់បង់ចំណាយទីផ្សារអស់ជាច្រើនតើ iPod មានអ្វីពិសេសជាង Walkman ទៅគឺគេ design វារឹតតែសាមញ្ញជាង Walkman iPod Shuffle មានតែប៊ូតុង4ប៉ុណ្ណោះគឺ Play, Stop, Previous Song និង Next Song slogan ផ្សាយពាណិជ្ជកម្មរបស់គេគឺរឹតតែងាយស្រួលងាយចាំទៅទៀតយកចម្រៀងរាប់លានបទដាក់ក្នុងហៅប៉ៅរបស់អ្នកក្រៅពីភាពសាមញ្ញងាយស្រួលប្រើហើយយើងមកមើលលក្ខខណ្ឌទី2គឺមានមុខងារច្រើនយ៉ាងខាងលើយើងបានលើកឡើងថាបើអ្នកជ្រើសយកគោលការណ៍កំណត់តម្លៃចង់លក់ថោកជាងគេត្រូវធ្វើឲ្យមុខងារសាមញ្ញឬមានតែមួយប៉ុណ្ណោះកុំផ្ដល់ជម្រើសច្រើនពេកទៅកាន់អ្នកប្រើប្រាស់តែបើនិយាយចំពោះគោលការណ៍ design វិញគឺផ្ទុយទៅវិញអ្នកត្រូវបង្កើតមុខងារច្រើននិងជម្រើសច្រើនយ៉ាងទៅកាន់អតិថិជនទៅវិញបើយើងអាច design វាទៅតាមចិត្តអតិថិជនម្នាក់ៗគឺរឹតតែពិសេសយើងមកមើលកាហ្វេ Starbucks គេមិនមែនលក់តែកាហ្វេទេគេលក់បរិយាកាសកន្លែងអង្គុយលេងអ៊ីនធឺណិតនិងអារម្មណ៍ដែលអ្នកទទួលបានពេលផឹកកាហ្វេ brand យើងមកមើល app ហៅឡានតាក់ស៊ីជីក៏មិនមែនមានតែតាក់ស៊ីដែរគឺមានតាំងពីតុកតុកឡានតូចឡានធំជិះម្នាក់ឯងឬជិះរួមគ្នាជាដើមមុខងារសម្បូរបែបទាំងនេះជាចំណុចពិសេសដែលអាចទាក់ទាញអ្នកប្រើប្រាស់ឲ្យប្រើប្រាស់កាន់តែច្រើនតែអ្នកត្រូវចាំថាកុំច្រើនពេកឬកុំធ្វើឲ្យស្មុគស្មាញពេករហូតដល់អតិថិជនមិនដឹងជ្រើសយកមួយណាយើងមកមើលលក្ខខណ្ឌចុងក្រោយគឺស្អាតគួរឲ្យទាក់ទាញចំណុចនេះមិនចាំបាច់និយាយច្រើនទេអ្នកណាក៏ចង់បានស្អាតដែរយើងមកមើលផលិតផលរបស់ Apple មួយណាក៏ស្អាតភ្លឹងដែរសម្ដីដើមរបស់ Steve Jobs បាននិយាយទៅកាន់ក្រុមវិស្វកររបស់ខ្លួនថាទោះបីជាខ្សែដុំភ្លើងនៅក្នុងម៉ាស៊ីនកុំព្យូទ័រយើងមើលមិនឃើញក៏ដោយក៏ខ្ញុំចង់ឲ្យវាស្អាតភ្លឹងឥតខ្ចោះដែរ McDonald ក៏ដូចគ្នាដែរទាំងបរិយាកាសក្នុងហាងឯកសណ្ឋានបុគ្គលិកបន្ទប់ទឹកកន្លែងចតឡានគឺត្រូវតែស្អាតភ្លឹងទាំងអស់ចំណុចសំខាន់ចុងក្រោយយើងមកនិយាយពីឥទ្ធិពលនៃគោលការណ៍ design នេះវិញម្ដងខាងលើយើងបានលើកឡើងពីអត្ថន័យនៃគោលការណ៍ទាំងនេះនិងវិធីអនុវត្តវានៅក្នុងអាជីវកម្មសំណួរសួរថាផលិតផលឬសេវាកម្មទាំងអស់សុទ្ធតែអនុវត្តទៅតាមគោលការណ៍នេះទើបទទួលបានជោគជ័យមែនទេមិនប្រកាសទេផលិតផលខ្លះមិនសង្កត់ធ្ងន់ទៅលើតម្លៃឬបទពិសោធន៍ក្នុងការប្រើប្រាស់ទេតែគេឲ្យតម្លៃទៅលើភាពស្មុគស្មាញរយៈពេលផលិតនិងភាពប្រណិតរបស់វាដូចជាកំពូលនាឡិកា Patek Philippe នាឡិកាមួយគ្រឿងមានគ្រឿងបន្លាស់រាប់ពាន់បំណែកគ្រាន់តែអ្នកធ្វើនាឡិកាម្នាក់ត្រូវគេបង្វឹកវឹកហាត់ជាង10ឆ្នាំឯណោះគេឲ្យតម្លៃវាទៅលើភាពកម្រនិងប្រណិតភាពរបស់វាជាចុងក្រោយយើងមកធ្វើការសង្ខេបត្រួសឡើងវិញពីខ្លឹមសារសំខាន់ដែលមាននៅក្នុងសៀវភៅនេះផ្នែកទី1យើងមកស្គាល់ពីអត្ថន័យនៃគោលការណ៍ដ៏សាមញ្ញទាំងពីរគឺគោលការណ៍កំណត់តម្លៃនិងគោលការណ៍ design គោលការណ៍កំណត់តម្លៃគឺយកចិត្តទុកដាក់ទៅលើការកាត់បន្ថយថ្លៃដើមធ្វើយ៉ាងណាឲ្យទាបបំផុតដើម្បីលក់ក្នុងតម្លៃថោកជាងគេនៅលើទីផ្សារដែលមានស្រាប់អតិថិជនគោលដៅមានភាពទូលំទូលាយលក់បានច្រើនតែចំណេញតិចគោលការណ៍ design សង្កត់ធ្ងន់ទៅលើការបង្កើតថ្មីមុខងារថ្មីដើម្បីជំនួសផលិតផលដែលមានស្រាប់នៅលើទីផ្សារអតិថិជនគោលដៅតិចលក់បានតិចតែចំណេញច្រើនផ្នែកទី2យើងមកនិយាយពីការអនុវត្តជាក់ស្ដែងនៅគោលការណ៍ទាំងពីរនេះបើចង់យកគោលការណ៍តម្លៃមកវិនិយោគទីផ្សារត្រូវ design ផលិតផលឡើងវិញបង្កើតគំរូអាជីវកម្មថ្មីនិងពង្រីកទីផ្សារឲ្យបានលឿនហើយបើចង់យកគោលការណ៍ design មកវិនិយោគទីផ្សារវិញត្រូវធ្វើឲ្យផលិតផលឬសេវាកម្មរបស់អ្នកសាមញ្ញងាយស្រួលប្រើមានមុខងារច្រើនជម្រើសច្រើននិងមានភាពស្រស់ស្អាតផ្នែកទី3យើងបានលើកឡើងថាគោលការណ៍ Simplify នេះមិនមែនជាយុទ្ធសាស្ត្រដែលអនុវត្តហើយត្រូវតែជោគជ័យនោះទេវាក៏អាស្រ័យទៅលើផលិតផលឬសេវាកម្មនិងគំរូអាជីវកម្មរបស់អ្នកទាំងអស់គ្នាដែរអ្នកត្រូវជ្រើសរើសប្រើយុទ្ធសាស្ត្រណាដែលស័ក្តិសមបំផុតសម្រាប់អ្នកអរគុណចំពោះការតាមដានស្ដាប់របស់អ្នកទាំងអស់គ្នាសូមអបអរសាទរ
អ្នកបានស្ដាប់ចប់សៀវភៅមួយក្បាលទៀតហើយ